រឿងខ្លាចាញ់ប្រាជ្ញាគីង្គក់និងអណ្ដើកមានខ្លាមួយដើរស្វែងរកស៊ីតាមទម្លាប់វាលុះដើរទៅប្រទះនឹងគីង្គក់មួយកំពុងលោតផ្លោតយើបងគីង្គក់បងទៅណានឹងយើងដើររកស៊ីចុះដើររកស៊ីអីនឹងបើបងឯងលោតម្ដងបានមួយសុញដូច្នេះតើចាប់អ្វីនឹងបានយើយើងចង់លោតយ៉ាងណាក៏បានចង់ចាប់សត្វតូចក្តីធំក្តីក៏បានទាំងអស់មិនចាញ់បងឯងទេបើបងឯងពូកែសម្ដីថានោះយើងលោតប្រឡងគ្នាពីត្រើយព្រែកម្ខាងទៅត្រើយព្រែកម្ខាងទៀតសត្វខ្លានេះកាលណាវារៀបនឹងលោតចោលកន្ទុយទៅក្រោយអញចាំខំកន្ទុយវាខ្លាចអីបងខ្លាឯងយើងហ៊ានឲ្យបងឯងទៅឈរពីមុខយើងទៀតផងណាកាលណាយើងស្រែកថាហកចាំបងឯងលោតចុះរីឯខ្លារវល់តែប្រុងត្រចៀកស្ដាប់ចោលកន្ទុយទៅត្រង់ពីមុខគីង្គក់ស្រែកថាហកហើយក៏ខំកន្ទុយខ្លាជាប់ខ្លាលោតផ្លោតទៅភ្លាមដល់ត្រើយម្ខាងមួយរំពេចកន្ទុយវាវត្តទៅមុខដោយទាំងគីង្គក់ទៅផងដូចជាដុំដីដែលគេចោលគីង្គក់ធ្លាក់ហួសទៅមុខខ្លាឈឺខ្លួនស្ទើរនឹងស្លាប់បងគីង្គក់ដល់វេនបងឯងហើយគូនៅឯនេះហើយអូបងគីង្គក់ឲ្យពូកែមែនបន្ទាប់មកសត្វទាំងពីរបានស្រស់ស្រួលគ្នាលបងចាប់សត្វហើយសន្យាមកជួបគ្នានៅកន្លែងដដែលបន្ទាប់ពីបានស្រស់ស្រួលគ្នាហើយក្នុងការលបងចាប់សត្វខ្លានិងគីង្គក់ក៏ចេញទៅរកចាប់សត្វរៀងខ្លួនរួចសត្វទាំងពីរក៏ត្រឡប់មកកន្លែងដើមតាមពាក្យសន្យាយើបងគីង្គក់មកដល់ហើយហ៎យើងចាំមកយូរហើយមើលបងខ្លាឯងចាប់បានសត្វប្រមាណមុខរើចេញមកឲ្យអស់មកយើងនឹងកត់ត្រាក្រោយពីខ្លារើសាច់នានាជាច្រើនមុខប្រាប់គីង្គក់អស់ហើយគីង្គក់តាំងរើចំណែករបស់ខ្លួនឲ្យខ្លាមើលវិញម្ដងដំបូងគីង្គក់រើមិនចេញជូរមកមុនសត្វអីហ្នឹងបងគីង្គក់នឹងគេហៅថាសត្វគៀសរមុយខ្ញុំស្ដាប់មិនបានទេសូមកុំនិយាយបាលីសូមប្រាប់ខ្ញុំជាសម្រាយមកគៀសរមុយគឺកុយរមាសណាទី2គីង្គក់រើឆ្អឹងត្រីឆ្លាតចេញមកទៀតយើខាបដល់ទៅរមាសផងចុះសត្វអីសស្គូនេះបងគីង្គក់ផ្លោះដំរីសុកអាណិតកុំនិយាយបាលីអីបងគីង្គក់នឹងគេហៅថាភ្លុកដំរីសអាយ៉ាលេងដល់ភ្លុកដំរីសទៀតផងទី3គីង្គក់រើទម្លាក់គ្រាប់អង្ក្រេមអង្ក្រមចេញមកហើយចុះសត្វអីក្រហមផងខ្មៅផងដូចនេះបងគីង្គក់អូវាគឺផ្នាអាក្លែកសូមបងគុំនិយាយភាសាបាលីនិយាយសម្រាយមកបងផ្នាអាក្លែកគឺភ្នែកអាខ្លាឯងណាអូយខ្ញុំសុំលាសិនហើយឈប់សិនឯងទៅណាចាំអញយកភ្នែកឯងស៊ីសិនអាខ្លាគីង្គក់ខំដេញតាមខ្លាលុះឆ្ងាយបន្តិចទៅគីង្គក់បានជួបនឹងអណ្ដើកគីង្គក់និងអណ្ដើកក៏នាំគ្នាដេញតាមខ្លាដើរបន្តិចទៅឃើញខ្លាកំពុងពួនសំងំលើគុម្ពឫស្សីអូវានៅនេះទេបងអណ្ដើកនៅចាំត្រង់នឹងហើយខ្ញុំឡើងទៅចាប់វាគីង្គក់ខំឡើងតាមវល្លិនឹងមែកឈើបានពាក់កណ្ដាលគុម្ពឫស្សីស្រាប់តែរបូតដៃធ្លាក់ក្ដុកយីបងគីង្គក់ខ្ញុំចុះមកបោចវល្លិយកទៅចងវាតែម្ដងខ្លាឮដូច្នោះស្ទុះលោតចុះហើយរត់ឡើងទៅពួនក្រាបលើមែកឈើម្ដងទៀតឯគីង្គក់និងអណ្ដើកខំតាមដានជើងខ្លាកូនយើងវានៅនេះទេមកឯងនៅចាំខ្ញុំត្រង់នោះចុះខ្ញុំឡើងទៅចាប់វាគីង្គក់ខំប្រវ័យប្រវាល់ឡើងទៅជិតប្រគៀបមែកឈើស្រាប់តែសម្បកឈើរបេះធ្លាក់ចុះមកដោយទាំងខ្លួនវាមកដីក្ដុកម្លេចដូចនេះវិញបងគីង្គក់យើងគិតរំលំដើមឈើនេះឲ្យដួលមកនឹងចាប់វាតែម្ដងអណ្ដើកឮដូច្នោះបោលទង្គិចគល់ឈើនោះឮសូរប៉ោករួចគីង្គក់ធ្វើសំឡេងឮក្រត
ហើឈើរលំហើយខ្លាឮដូចនេះក៏ក្រឡេកមើលទៅលើឃើញពពកក្រសាត់លឿនស្លើវស្មានថារលំមែនក៏ស្ទុះចុះទៅទៀតខ្លារត់ឆ្ងាយទៅប្រទះនឹងតាចាស់ជាងដែកម្នាក់សូមលោកតាជួយខ្ញុំផងត្បិតគីង្គក់នឹងអណ្ដើកវាដេញចាប់ខ្ញុំចង់ប្រហារជីវិតខ្ញុំចៅនៅនឹងចុះសូមអញជួយណាយូរបន្តិចទើបអណ្ដើកនឹងគីង្គក់មកដល់តាចាស់ក៏ចាប់អណ្ដើកនោះយកមកទ្របគូតអង្គុយអាមួយនេះហើយវាប្រាថ្នាតែភ្នែកខ្ញុំទេលោកតាបើឯងខ្លាចណាស់ត្រូវយកខ្សែចងស្នប់ភ្ជាប់នៅចង្កេះទៅណាឯតាចាស់គាត់ស្លៀកខោជើងធំអង្គុយលើអណ្ដើកខំរុះកោសកំបិតភ្លេចគិតឯប្រដាប់របស់ខ្លួនខាងក្រោមធ្លាក់ស្ដោកនៅកណ្ដាលវាលបងអណ្ដើកមើលខាងលើអណ្ដើកក្រឡេកឃើញប្រដាប់តាចាស់ហើយអើតក្បាលចូលទៅក្នុងខោខំក្រឹបដាច់ត្រឹមគល់ទៅទាំងអស់អូយឈឺណាស់អូយកូនយើងដួលមួយហើយខ្លាឃើញស្ថានភាពមិនស្រួលក៏រត់ចេញពីទីនោះទៅដោយទាំងស្នប់របស់តាទៅជាមួយផងដែរគីង្គក់និងអណ្ដើកដេញតាមខ្លាទៅដល់ជិតមាត់ស្ទឹងមួយមានទឹកជ្រៅបងប្រយ័ត្នខំស្ទាក់វាកុំឲ្យវាលោតទឹកក្រែងបាត់ដានខ្លាឮដូចនោះក៏លោតទៅក្នុងទឹកចូលក្នុងស្នប់ទឹកហូរខ្លាំងក៏នាំខ្លាលិចស្លាប់ទៅផ្ចាញ់កម្លាំងកាយដោយកម្លាំងប្រាជ្ញាផ្ចាញ់មនុស្សឃ្លាវខ្លាដោយការអង់អាចរឿងខ្លាចាញ់ប្រាជ្ញាគីង្គក់និងអណ្ដើកចប់ដោយបរិបូរណ៍